Albert Einstein និយាយថាបើចង់ឲ្យកូនឆ្លាតសូមអានរឿងនិទានឲ្យពួកគេស្ដាប់ហើយបើចង់ឲ្យកូនកាន់តែឆ្លាតថែមទៀតនោះសូមអានរឿងនិទានបន្ថែមឲ្យពួកគេស្ដាប់បាទដូច្នេះឪពុកម្ដាយដែលកំពុងតែមានកូននោះបើចង់ឲ្យកូនឆ្លាតកុំភ្លេចអនុវត្តតាមសម្ដីរបស់អ្នកប្រាជ្ញ Albert Einstein ដែលគាត់ជាអ្នកប្រាជ្ញរូបវិទ្យាដ៏ល្បីម្នាក់លំដាប់ពិភពលោកបាទតើគួរអាននៅពេលណាសូម្បីតែទារកនៅក្នុងពោះក៏ឪពុកម្ដាយនឹងគួរតែអានឲ្យពួកគេស្ដាប់ដែរជាការបង្កើនទំនាក់ទំនងរវាងឪពុកម្ដាយនិងកូនបាទឯក្មេងមិនទាន់ចេះនិយាយក៏ដោយកុំគិតថាពួកគេមិនទាន់ចេះនិយាយយើងអានឲ្យពួកគេស្ដាប់ជាការបង្កើនមនោសញ្ចេតនាទំនាក់ទំនងឪពុកម្ដាយផងហើយក្មេងក៏បានរៀនស្ដាប់តាំងពីតូចបាទអញ្ចឹងក្មេងសម័យនេះមួយចំនួនអាចកើតអូទីសឹមដោយសារតែកង្វះទំនាក់ទំនងរវាងឪពុកម្ដាយនិងកូនបាទនៅតែជាមួយទូរស័ព្ទបើនៅសម័យខ្ញុំវិញគឺថាបាទចិត្តភ្លឺបាទជាធម្មតាខែល្ងាចាស់គាត់នឹងក្រោកបាទដុតភ្លើងមកភ្នក់ទៅគឺក្មេងចាស់ហ្នឹងអង្គុយជុំវិញភ្លើងហ្នឹងចាស់ខ្លះគាត់ដឹងរឿងនិទានគាត់និទានរឿងឲ្យក្មេងៗស្ដាប់ទៅបង្ហាញជីវិតបង្ហាញពីបទពិសោធន៍ជីវិតរបស់គាត់មកគឺក្មេងៗគឺបានរៀនផ្ទាល់តែម្ដងហើយគ្មានទូរស័ព្ទទេបាទសម័យខ្ញុំនេះគឺសម័យមួយយ៉ាងដែរដូច្នេះនៅសម័យទំនើបនេះឪពុកម្ដាយកុំបោះបង់ទម្លាប់ចាស់បាទគួរតែបន្តបើចង់ឲ្យកូនឆ្លាតកុំភ្លេចអានរឿងនិទានឲ្យពួកគេស្ដាប់